lẹ cái nào cha phục con ấy ná mơ pra mi cái mà ỏi sầm a xuống cho bà phong rồi giờ smile cho đó đấy nè cha mình ấy tiếp phục nè bằng cái muốn quạt vừa hai khla hai ta biết được thơ ấy cha chăm là nghĩa con tự chui vừa quạt tiền nó phục gì cho nên ná cho mất nè ồ là bò mày khùng đó nè lẹ cái nào con ấy nó coi sao nè cha con tay thằng chơi cho mà là bó là biết xua cha và chơi nè nè rồi nhá bà giờ mấy cái đường đó à bà nè ở đường này ôm chăm sạp nhóm nè nè ôm pu đừng ăn được bài sạp đừng ăn kia nè cứ thà pu khẳng nè nè mình khẳng nè có rất là nè chỉ bẹ lôi ở lâu còn vô mà xong ôm hai nè ai lộn một khum nó con chỉ nè đằng lư thế hai từ tua dốc lôi để ôm chuối nè từ xong sả riêng từ thôi chỉ một tí pet nó cứ thà còn dốc từ chuối chặt chayក្នុងរឿងហ្នឹងបាទណាមួយប្រុញឯងគិតគូមើលលុយទាំងអស់មានប្រមាណលុយគិតលុយហើយតាគិតទាំងដើមទាំងការទាំងកាត់ថ្លៃនំបញ្ចុកគេផងគឺឲ្យអស់100000មួយរៀលអញ្ចឹងហ៎បាទមិនអីទេណាលបងខ្ញុំវាចេះពីដើមមកលបងក៏ស្គាល់ខ្ញុំស្រាប់ហើយដូចជាវាកំណាញ់ហើយកេងប្រវាញ់ហើយខ្ញុំយល់ថាដែលលុយកាក់ប្រមាណដែលខ្ញុំបានមកនេះគឺថាខ្ញុំកេងប្រវាញ់ពីញើសឈាមរបស់ប្រជាជនទេឥឡូវខ្ញុំភ្ញាក់រលឹកហើយគឺខ្ញុំខំអប់រំខ្លួនស្មារតីយ៉ាងម៉េចឲ្យសមស្របនឹងគេនឹងឯងបាទព្រោះថាធ្វើកន្លងមកខុសច្រើនណាស់ខ្ញុំតែប្រញណាបាទណែចេះលក្ខណៈចាពុកលក្ខណៈអ៊ំហាវពុកដឹងថាកូនឯងដូចថាវាមានមโนសញ្ចនាហ្នឹងជាមួយមโนសញ្ចេតនាអ៊ំមិនយ៉ាពុកមានមโนសញ្ចនាណែពុកដឹងថាកូនឯងវាដូចថាវាទំនាក់ទំនងណាហើយជាមួយអប្រិញ្ញយូរហើយណែបើចឹងណែលបងមិនឃុំក៏នៅនេះដែរបាទគិតថាអញ្ចេះណាពុកគិតថារៀបចំកូនឯងហ្នឹងឲ្យប្រញអីយ៉ាងម៉េចមិនផ្លែខ្ញុំអៀនណាអូនខ្ញុំអៀនណាបើថាព្រមហើយណាបាទពុកលុយកាក់ប្រមាណហ្នឹងពុកក៏សាងសាលាហើយកាន់តែចាស់ហើយផ្ទះហ្នឹងចែកកូនឯងនឹងប្រញនៅហើយមិនកែទៀតតែលាយដល់ខ្ញុំហើយមិនកែពុកចែកកូនឲ្យរកគ្នាមិនឃើញទៀតផងណាចាំសួរចិត្តខ្ញុំអីទៀតពុកទៅណាបើអញ្ចឹងចេះណាម៉ែវាចាណែក្មួយពូទាំងអស់ណាអូជើញមកអូមកច្រើនណាខ្ញុំថាជើញឲ្យប្រសាបាយជាមួយខ្ញុំមិនណាថ្ងៃខ្ញុំភ្ញាក់ឥឡូវណាហើយម៉ែវាណាចាណាមិនកែមណៃណាចាបង្កែមណែល្ងាចនេះមិនកែមចាលុយប្រមាណទៅទិញមន់ចាម៉ែវាទិញ2បានទេមន់យ៉ាណែឯងលះបងឲ្យវាស្អាតបន្តិចទៅ200បងប្អូនមកកណោនឹងហូបឲ្យអញធ្លាប់ចាយច្រើនចេះណាចាយទៅទិញបងខ្លះអ៊ំពងឆៅណែពងមន់ហ៎បើអញ្ចឹងមិនកែមរៀបចំជប់លៀងណាណែមិកែមឈប់ស្លៀកអញ្ចឹងណាកាត់ខោអាវក្មួយកាត់ខោអាវនេះលក្ខណៈណានាំគ្នាកាត់ខោអាវហើយណែប្រញណាដូចដឹងស្រាប់ហើយនិយាយខាងលើណាបើអញ្ចឹងជប់លៀងថ្ងៃនេះមួយណាចាខ្ញុំសប្បាយចិត្តណាស់បងកែមណាមួយបដោះសំសិនអ៊ំថ្មីត្រង់ពុកខ្ញុំគាត់មានស្មារតីនេះម៉ែវាគិតរំលេងតិចអីម៉េចយើងហ៎រំក៏រំក្នុងគ្រួសារឯងមិនអីរំលេងទៅណាឯង